ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំសូមចែករំលែកអំពីរបាយការណ៍លទ្ធផលឬក៏របាយការណ៍ចំណេញខាត The Income Statement តាមមានគំរូនិងរូបរាងដូចម្តេចសូមចូលទស្សនាខាងក្រោមដូចតទៅ The Income Statement របាយការណ៍លទ្ធផលឬក៏របាយការណ៍ចំណេញខាតនៅចុងឆ្នាំនៅថ្ងៃទី31ខែ12ឆ្នាំ2024ចំណូល Sale Revenue $40,000 Cost of Sale Cost of Sale គឺថ្លៃដើម$5,400នៅពេលដែលចំណូលដកនឹង Cost of Sale ទៅគឺស្មើនឹង Gross Margin គេហៅថាប្រាក់ចំណេញដុលនៅសល់$34,000បន្ទាប់មក Expense ចំណាយមានចំណាយជួលបុគ្គលិកជួលមនុស្ស$400ចំណាយប្រាក់ខែ$3,000ចំណាយទឹកភ្លើង$250ចំណាយផ្សេង$818ចំណាយ Insurance $150ចំណាយ Depreciation Expense $525អញ្ចឹងយើងយកចំណាយសរុបទាំងអស់មកបូកចូលគ្នាគឺ$5,143យើងយកជាចំណេញដុល Gross Margin នេះ$34,600ដកចឹងចំណាយសរុបទាំងអស់$5,143យើងឃើញ Net Operating Income ដែលជាប្រាក់ចំណេញសុទ្ធ$29,459ក្រុមហ៊ុននេះតាមរយៈរបាយការណ៍នេះបានន័យថាគឺចំណេញបើសិនជាបងប្អូនទាំងអស់គ្នាចង់ទទួលបានចំណេះដឹងកត់ត្រាបញ្ជីគណនេយ្យនិងជំនាញរៀបចំគណនេយ្យសូមកុំភ្លេចចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនេយ្យនិងហិរញ្ញវត្ថុ AFT Center ឬចុះឈ្មោះតាមរយៈ Facebook Page AFT Center ឬ Website aft-center.com តាមរយៈលេខទូរស័ព្ទ068 79 7000ឬ016 38 7000អរគុណ